វីដេអូនេះសូមផ្ញើជូនទៅដល់អតិថិជនថ្មីដែលមិនទាន់ទទួលសេវាកម្មនៅដុកទ័រប៊ូហើយអត់ទាន់មានទំនុកចិត្តទេអញ្ចឹងឥឡូវហ្នឹងយើងបង្ហាញជាមួយនឹង feedback ចំនួន5បង្ហាញជូនឲ្យមើលផ្ទាល់តែម្ដងហើយចង់បញ្ជាក់ជូនថាការ feedback ដែលបង្ហាញជូននេះគឺជារបស់អតិថិជនរបស់ដុកទ័រប៊ូផ្ទាល់តែម្ដងចាមិនមានការ edit ឬក៏មិនមានការយកពី Google អីផ្សេងមកទេចាតោះអញ្ចឹងយើងមកជួបជាមួយនឹង feedback របស់អតិថិជនទី1បងអូនស្រីគឺព្យាបាលជាមួយនឹងស្នាមដៃពីកណ្ដាលដែលមានពណ៌លក្ខណៈបែប brown ប៉ុន្តែ brown បែបខ្មៅអញ្ចឹងណាចាហើយព្យាបាលត្រឹមតែ3ដងទេអ្នកទាំងអស់គ្នាឃើញអត់គឺពិតជាពិសេសខ្លាំងមែនទែនសម្រាប់ស្នាមដៃជាទូទៅគ្រូពេទ្យតែងតែបញ្ជាក់ជូនអាចនឹងចន្លោះចាប់ពី8ខែឡើងឬក៏10ខែឡើងអញ្ចឹងណាគ្រូចាប៉ុន្តែដោយឡែកគឺបងអូនស្រីទទួលបានលើសពីការរំពឹងទុកទៅទៀតហើយសប្បាយចិត្តខ្លាំងមែនទែនអញ្ចឹងសូមបញ្ជាក់ថាស្នាមដៃគឺពិតជាបាត់បាន 100% ពិតមែនចាចំណែកឯ feedback ទី2នេះគឺបងអូនប្រុសបានព្យាបាលជាមួយនឹងស្រាក់ស្នាមដែលគេហៅថាមានស្នាមផ្លាស់ហើយជ្រួញហើយមានខូងខ្លះមានពណ៌ខ្លះអញ្ចឹងណាចាអញ្ចឹងសម្រាប់ការព្យាបាលគឺដុកទ័រប៊ូយើងមានជាមួយនឹងការចាក់ជាមួយនឹង stem cell ដើម្បីជួយបណ្ដុះកោសិកាស្បែកដែលជ្រួញនឹងឲ្យស្មើឲ្យ smooth ត្រឡប់មកវិញចារួមជាមួយនឹង laser ផងដែរអញ្ចឹងសម្រាប់ការព្យាបាលដុកទ័រប៊ូយើងគឺមានជាច្រើនសម្រាប់ជួយឲ្យកោសិកានិងជួយឲ្យស្នាមបានប្រសើរឡើងវិញបានច្រើនភាគរយចាចំណែកឯទី3គឺជាការព្យាបាលជាមួយនឹងសាកស្នាមផ្លែចាដូចបងស្រីព្យាបាលត្រឹមតែបានចំនួន4ខែ4ដងទេចាប៉ុន្តែលទ្ធផលលើសពីការរំពឹងទុកដែរគឺឃើញថាស្បែកចាប់ផ្ដើម smooth បដូរពណ៌ព្រោះដោយសារតែស្នាមផ្លែបងគឺមានលក្ខណៈរឹងខ្លាំងចារឹងខ្លាំងហើយពេលខ្លះក៏បងមានអារម្មណ៍ថាសគារមាស់ដែរឈឺសគាដែរអញ្ចឹងរឹងខ្លាំងហើយពណ៌កម្ៅដែរអញ្ចឹងឥឡូវនេះបាន4ខែ4ដងនេះលទ្ធផលគឺ smooth សជាងមុនប្រែពណ៌ទន់រៀបកាន់ទៅគឺលក្ខណៈថាដឹងស្បែករបស់យើងវិញឯណាចាសារច្រើនមែនតើចាបន្តជាមួយនឹងទី4សម្រាប់ទី4នេះគឺជាបងស្រីដែលអញ្ជើញមកពីខាងប្រទេសហ្វីលីពីនចាសម្រាប់ដៅក្រហមនេះគឺមានតាំងពីកំណើតហើយកាលមុនគឺតែងតែបារម្ភថាអូដៅគឺជួយព្យាបាលអត់តែដៅក្រហមគឺពិបាកព្យាបាលអត់មានម៉ាស៊ីនអីបាញ់ទេប៉ុន្តែដុកទ័រប៊ូគឺយើងមានមុនដំបូងគេបង្អស់ហ្មងក្នុងការបាញ់ព្យាបាលទៅលើដៅក្រហមចាហើយយើងសង្កេតឃើញថាដៅក្រហមរបស់បងស្រីគឺមានប្រជ្រុយនៅកន្លែងចុងចកាដែរចាអញ្ចឹងប្រជ្រុយហ្នឹងគឺយើងសង្កេតឃើញថានៅពេលដែលបាញ់ដកដៅក្រហមនឹងហើយប្រជ្រុយនឹងបែរទៅជារួមតូចដែរគឺពិសេសខ្លាំងមែនទែនហើយសម្រាប់លទ្ធផល before after នេះគឺយើងត្រឹមតែទទួលបានម្ដងគត់ចាឥឡូវហ្នឹងបន្តជាមួយនឹង feedback ទី5ហើយសម្រាប់ស្នាមជើងនេះកាលពីវីដេអូមុនក៏ធ្លាប់បានធ្វើការ review ជូនបងប្អូននិងបង្ហាញជូនបងប្អូនទាំងអស់គ្នារួចមកហើយតែឥឡូវហ្នឹងក៏កាន់តែពិសានិង surprise ជាងមុនទៀតដោយសារតែយើងឃើញកោសិកាដោះបានច្រើនជាងមុនបានច្រើនស្បែកសភាពស្បែកគឺប្រស៊ីគ្នាបានច្រើនជាមួយនឹងស្បែកធម្មជាតិរបស់បងប្អូនចាហើយនៅតំបន់ដែលខូងនោះគឺចាប់ផ្ដើមដោះនឹងចិត្តពេញទៅហើយអញ្ចឹងសម្រាប់ស្បែកវិញគឺនៅពេលដែលយើងស្ទាបទៅគឺទន់ជាងមុនច្រើនអាចនឹងប្រឡំជាមួយនឹងស្បែករបស់យើងនឹងច្រើន%ណាកូនចាអញ្ចឹងពីដុកទ័រប៊ូក៏សូមអរគុណច្រើនសម្រាប់អតិថិជនដែលមកទទួលជាមួយនឹងសេវាកម្មពីអតិថិជនពិតប្រាកដណាចា feedback របស់អតិថិជនគឺមានច្រើនខ្លាំងមែនតើហើយថ្ងៃនេះក៏សូមលើកតែ5សិនដែរចាចាអ្នកគ្រូ feedback របស់យើងគឺនៅមានច្រើនមែនតើប៉ុន្តែថ្ងៃនេះគឺសូមបង្ហាញត្រឹមតែ5 feedback នេះសិនសូមបង្ហាញនៅវីដេអូក្រោយៗទៀតអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាស្លាកស្នាមឬក៏ចង់ព្យាបាលបញ្ហាស្នាមជាំស្នាមមាច់រយនិយាយទៅឲ្យតែថាតាក់ទងជាមួយនឹងសម្រស់គឺអាចអញ្ជើញមកដុកទ័រប៊ូបានយើងមានច្រើនសេវាកម្មខ្លាំងមែនតើចាហើយបើមានចម្ងល់នៅសេវាកម្មឬក៏សំណួរណាមួយអាចអញ្ជើញមកសាកសួរគ្រូពេទ្យបន្ថែមទៀតនៅខាង clinic បានអរគុណ